សួស្តីបងប្អូនអរគ្នានឹងថ្ងៃនេះ admin មានការស្នើសុំពីគ្នាយើងមួយដែលចង់ឲ្យ admin បង្ហាញពីការattach រូបភាពចូលនៅក្នុង CAD file ពេលដែលយើងផ្ញើជា plot ពី CAD file ហ្នឹងទៅ PDF ហើយយើងផ្ញើ PDF ទៅគេដោយមិនចាំបាច់ attach ជាមួយរូបថតហ្នឹងទៅក្នុងនេះដែរបែបនេះឧទាហរណ៍ថាយើងដាក់រូបចូលក្នុង CAD ពេលដែលយើង export ជា PDF យើង send PDF file ហ្នឹងទៅឲ្យគេមិនចាំបាច់ attach ជាមួយរូបថតហើយចឹងក្នុងនោះដែរ admin មានទីសាស្ត្រមួយក្នុងការធ្វើបែបនេះឥឡូវឧទាហរណ៍ថាឥឡូវ admin ចូលនៅលើ layout admin មាន column បែបនេះដើម្បីតេស្តឥឡូវ admin មានរូបថតបែបនេះ admin ទៅ copy រូបថតបែបហ្នឹងមកទៅ copy ចូលក្នុង AutoCAD យើងអត់ចុច Control V ទេយើងចុច paste paste ចឹងហ្នឹងមកចុច OK តោះមកយើង scale រូបនេះណា object យើងចូលហើយប៉ុន្តែវារឿងតូចចឹងយើង scale រូបហ្នឹងរឿងធំ sorry scale រូបនឹងរៀងធំតិចចឹងមកតោះមកយើងចូល layout ធម្មតាទៅរករូបហ្នឹងមកឥឡូវ admin ឃើញចឹងហើយ admin plot វាទៅជា PDF admin ដាក់CAD testing ចឹងចុះ CAD testing មានន័យថា admin តេស្តរូបថតដែលដាក់ក្នុង CAD ហ្នឹងតេស្តឲ្យបងប្អូនមើលតោះមកចុច OK ចាំវាចេញជា PDF មកចេញជា PDF មកបងប្អូនអាចផ្ញើរូបហ្នឹងទៅអ្នកណាម្នាក់បានដោយមិនចាំបាច់ទាំង CAD file ទាំង PDF ផ្ញើទៅអ្នកណាម្នាក់បានដោយមិនចាំបាច់ attach ជាមួយនឹង file រូបថតនេះវីដេអូនេះមានប៉ុណ្ណឹងអរគុណច្រើនបើចូលចិត្តកុំភ្លេចជួយចុច like និង share page ហើយ subscribe channel YouTube នៅក្នុង description ខាងលើអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ